របស់អនត្តានោះមិនមែនជាទ្រព្យសម្បត្តិអមតៈរបស់អនិច្ចំដែលត្រូវនាំគ្នាហួងហែងនោះទេមនុស្សទាំងឡាយដែរកំពុងឈរកាន់នៅពាក្យអនិច្ចំមិនទៀងទាត់រលត់ហើយកើតនេះគេចង់ឲ្យយើងយល់ច្បាស់គ្រប់រូបថាណាអនិច្ចំទាំងឡាយដែលបានកើតមកជាមនុស្សនេះត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ត្រូវប្រឹងប្រែងថែរក្សាខ្លួនឯងដឹកនាំខ្សែជីវិតរបស់ខ្លួនឲ្យដើរដល់សច្ចធម៌កំណត់នៃច្បាប់ធម្មជាតិហើយនៅរាល់រូបអនិច្ចំគ្រប់គ្នាមិនត្រូវនាំគ្នាហួងហែងនឹងសម្បត្តិអនត្តាទាំងឡាយនៅក្រៅខ្លួនរបស់អនិច្ចំឯងទេពីព្រោះអនិច្ចំឯងគ្រប់គ្នានេះគឺមិនទៀងទាត់នោះឡើយមុនក្រោយអនិច្ចំឯងនឹងស្លាប់ចោលរបស់អនត្តាដែលឯងកំពុងតែហួងហែងគ្រប់គ្នានេះជាមិនខានឃើញទេនេះអ្វីដែលត្រូវឲ្យមនុស្សលោកទាំងឡាយដឹងហើយកាលណាយើងទេសនាយើងបញ្យល់មនុស្សខ្លួនមិនមែនខ្លួនដៃមិនមែនដៃចិត្តមិនមែនចិត្តវិញស្អីវិញចុះបើមនុស្សមិនមែនមនុស្សសត្វក៏មិនមែនសត្វស្អីឲ្យប្រកបហើយបើស្អីមិនប្រកបអញ្ចឹងទៅដែរហើយនាំគ្នាទៅខំប្រឹងរៀនធម៌ទៅហើយរៀនឲ្យនរណាដឹងគេណាប្រយ័ត្នច្រឡំបោះគ្រប់គ្នាណាកូនទាំងឡាយណែអារឿងសាវកច្រើនអង្គដែលទេសនានោះមិនមែនទេសនាតែជំនាន់យើងទេតាំងពីប្រមាណជំនាន់ម៉េះនៅតែខ្លួនមិនមែនខ្លួនដៃមិនមែនដៃអាតាមិនមែនអាតាកាយមិនមែនកាយនោះឯងដល់អញ្ចឹងមនុស្សធ្វេសប្រហែសក្នុងការថែរក្សាខ្លួនប្រាណមុនក្រោយស្លាប់មុនសច្ចធម៌ធម្មជាតិកំណត់គ្រប់មនុស្សហើយប៉ុណ្ណឹងមនុស្សទាំងឡាយណាដែលស្លាប់មុនសច្ចធម៌ធម្មជាតិស្លាប់មុនអាយុហ្នឹងវាសុទ្ធតែជាមនុស្សដែលស្លាប់ដោយអំណាចចិត្តទឹកដែលឈរកាន់ដោយព្រីបិសាចនៅឋានកណ្ដាលហ្នឹងមកយកជីវិតមុនអាហ្នឹងមូលហេតុអីដោយសារយើងធ្វេសប្រហែសហ្នឹងហើយខ្លួនមិនមែនខ្លួនចិត្តមិនមែនចិត្តអត្តាមិនមែនអត្តាឃើញទេមនុស្សខ្លះធ្វើជីវិតទៅទៀតមនុស្សខ្លះប្រឹងដើរកិច្ចមិនចង់ឲ្យជាតិណាមកកើតជាមនុស្សទេយើងឯណាត្រូវអាចដើរកិច្ចនៃសច្ចធម៌ធម្មជាតិទៅបានមនុស្សលោកគ្រប់គ្នាដែលកើតមកក្នុងលោកនេះក្នុងមួយជីវិតរបស់មនុស្សហ្នឹងត្រូវតែដើរឲ្យដល់សច្ចធម៌ធម្មជាតិកំណត់គ្រប់មនុស្សលោកឪបានប្រាប់ហើយថាជីវិតរបស់មនុស្សត្រូវតែអាយុ100ឬក៏100លើកទើបគ្រប់សច្ចធម៌ធម្មជាតិច្បាប់ធម្មជាតិកំណត់បើចុះបើយើងអាយុទុំបាន50ងាប់ដើរអត់ដល់សច្ចធម៌ធម្មជាតិទេនៅខ្វះ50ឆ្នាំទៀតបានគ្រប់មួយជីវិតនៃមនុស្សគ្រប់មួយជាតិនៃមនុស្សដល់ប៉ុណ្ណឹងគាត់ស្លាប់មុនអាយុហ្នឹងប៉ុណ្ណឹងអ្នកស្លាប់នឹងត្រូវតែមករកមនុស្សនៅឋានកណ្ដាលដើម្បីមកចាប់បដិសន្ធិបន្តជាតិពាក្យថាបដិសន្ធិនេះប្រែថាបន្តជាតិដំណរជាតិដែលតម្រូវឲ្យប៉ុណ្ណឹងមនុស្សដែលស្លាប់មុនអាយុហ្នឹងមកបន្តជាតិរបស់ខ្លួនមកកើតជាមនុស្សឲ្យបានរស់ជាមនុស្សបន្តទៀតឲ្យគ្រប់50ឆ្នាំទៀតទើបដល់សច្ចធម៌កំណត់នៃអាយុ100ឲ្យយល់ចេះបើមិនចឹងគេចាំបាច់មានពាក្យមួយមុតពលឹងមកចាប់បដិសន្ធិពលឹងមកចាប់កំណើតទៅអីពលឹងមកចាប់កំណើតបើណាពលឹងមនុស្សដែលស្លាប់ដោយធម្មជាតិកំណត់អាយុ100ពេលគាត់អាយុ100គាត់ស្លាប់ពលឹងគាត់នឹងត្រូវទៅដល់ឋានយមរាជដែលគ្រប់គ្រងដោយព្រះទាំង3អង្គគឺព្រះវេស្សវណ្ណព្រះយមបាលនិងព្រះយមរាជតួអង្គទាំង3អង្គនោះគឺជាព្រះដែលប្រកាន់នៅសច្ចធម៌គុណធម៌សុក្រិតមិនលំអៀងណាព្រះវេស្សវណ្ណគឺជាតួអង្គព្រះគឺអសរព្រះនៅពីមុខទេ
ព្រះយមបាលឃើញអសរព្រះនៅពីមុខនេះព្រះយមរាជព្រះអមរិតតែយើងសត្វតែជាតួអង្គព្រះដែលមានតួនាទីគ្រប់គ្រងប្រលឹងទាំងឡាយដែលស្លាប់ពីមនុស្សលោកនេះទៅជាតួអង្គមួយដូចជាតុលាការមួយយ៉ាងសុក្រិតដែលមិនលំអៀងមិនថាមនុស្សលោកធ្វើខុសបិសាចធ្វើខុសទេវតាណាធ្វើខុសណែឯងត្រូវតែទទួលទោសទទួលបាបកម្មដែលជាមិនបាននេះតួអង្គព្រះទាំង3អង្គហើយក៏គ្មានតួអង្គព្រះទាំង3អង្គឯណាឡើងមកផ្ដាច់ជីវិតមនុស្សមុនអាយុធម្មជាតិកំណត់នោះទេកុំឲ្យយល់ច្រឡំយើងក៏ឡងមកបន្ទោសព្រះយមរាជគ្មានមេត្តាឲ្យតែលឺឈ្មោះព្រះយមរាជសិតតែសាហាវខូខើមែនទេមនុស្សដែលស្លាប់មុនអាយុទាំងក្មេងនេះគឺស្លាប់ដោយអំណាចបិសាចឋានកណ្ដាលហ្នឹងប្រលឹងដែលវានៅតោឋានកណ្ដាលហ្នឹងជាអ្នកយកជីវិតរបស់មនុស្សនោះព្រះយមរាជព្រះយមបាលប្រវេសវត្តឯណាមកឡើងយកជីវិតមនុស្សខុសសច្ចធម៌ធម្មជាតិខុសវិន័យនៃឋានទាំង3ហ្នឹងមិនថាព្រះយមរាជព្រះយមបាលឬក៏ស្ដេចប្រវេសវត្តក៏ដោយបើទោះជាលោកមើលឃើញមនុស្សណាមួយនៅឋានកណ្ដាលប្រព្រឹត្តរឿងបាបកម្មខុសឆ្គងយ៉ាងណាក៏ដោយបើមនុស្សនឹងមិនទាន់មានអាយុដល់សច្ចធម៌ធម្មជាតិអាយុ100ទេគឺគេមិនឡើងមកផ្ដេសផ្ដាស់ទេពីព្រោះគ្រប់មនុស្សលោកគឺមានឈ្មោះបញ្ជីក្រាំងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះទាំង3អង្គនៅឋានយមរាជនោះនៅពេលដែលឈ្មោះនេះឯងដល់អាយុ100គេដឹងភ្លាមគេឡើងមកឋានកណ្ដាលយកព្រលឹងទៅបាត់បើយើងគ្រប់គ្នាឲ្យតែអ្នកណាស្លាប់មុនអាយុនោះទៅបន្ទោសព្រះយមរាជបន្ទោសព្រះយមបាលយមអីនោះតាមពិតអាបិសាចឋានកណ្ដាលនេះសោះដល់អញ្ចឹងបិសាចនេះរួចខ្លួនរហូតយមរាជលោកអត់ដឹងអីសោះយល់ទេអាហ្នឹងកុំឲ្យច្រឡំបាល់អញ្ចឹងទៀតណាហើយក្រោយយើងច្រឡំបាល់ច្រើនចំនួនណាអារឿងអាហ្នឹងគេឲ្យយើងស្វែងយល់អំពីសច្ចធម៌ទាំងឡាយឃើញទេស្វែងយល់ពីសច្ចធម៌ទាំងឡាយស្វែងយល់អំពីវិន័យនៃឋានទាំង3នៅក្នុងទេវកថានេះពេលដែលលោកឪសម្ដែងអំពីវិន័យនៃឋានទាំង3មានរៀនច្បងខ្លះលោកគ្រូអ្នកគ្រូអំពូវិញពុកម៉ែខ្លះថាលោកឪនឹងមកអួតអាងសិតតែជាតួអង្គណាដែលអាចហែកមេឃហែកដីស្អីណានៅយ៉ាងណាលោកឪគ្រាន់តែទៅពលាយអំពីសច្ចធម៌តែប៉ុណ្ណោះមិនមែនចូលមកហួងហែងឬក៏ស្អីទេក្រែងព្រះសម្មាសម្ពុទ្ធព្យាយាមឲ្យមនុស្សលោកទាំងឡាយឆ្វេងយល់អំពីសច្ចធម៌គ្រប់គ្នាបើចុះបើយើងឯណាមិនយល់ដល់ពេលលោកឪសម្ដែងចឹងទៅជានាំគ្នារញ៉ែទៅជានាំគ្នាថាលោកឪនឹងអួតអាងចេះចុះយ៉ាណាកូនគ្នាទៅណាគ្នាមួយយកអាអីទិញគួយនោះឡើយមើលtôi dọa tao không đi vạn cô chứ Chẳng gì chẳng thật không thầm bật bật thôi theo lời nè đắp nơi đi ca này ở cho bác sân muốn nâng chạp đang bật tổ mà tổ bằng công nhằm vào cái nào có đôi chỉ riêng cho bóng cru chẳng lai đúng không đắp đi ca dương này cho bác mình toàn đắp cho bác mình toàn bị cha ra mình toàn tầm đi sạch chặt thôi nè quay được nhằm vào cái nào thầm tay khó mà nó không khniêu bật tổ nó khniêu vào mặt nó khniêu chê chẳng ở thời thế dương khai chia mà nó mình lọ mà nó bò để sắp được nhung cái nào rồi
cứ sao ta chia mà nốt đa squad luôn anh chả bàสภาพแวดล้อมมาเชื่อขนมครัวระบาดกวาดปูเป็นจะได้เพียบบริสุทธิ์ขมิ้นอำนาจเจ็ดแต่ศาสนาไม่ได้กรุบกรอบเลยเห็นไหมเชื่อมนุษย์ได้มันตึกมนุษย์จงเป็นขลุ่นเชื่อมนุษย์ได้มันจัดตุกนาเชื่อสัตว์ร่างเชื่อมนุษย์โยชบ้าของปีดำนาเพลิงระบาดขลุ่นนองการสัมพันธ์ต่อตัวเนี่ยมนุษย์บริสุทธิ์hai ta thực hiện việc cho mà chia trang của môi đó bao mà nu lột ai bị nhiên hoặc luôn đằng nơi cái này môi chơi trả on chật tôi chật sao sắc đại tục sao từng on nó cứ chỉ niệm đó bao thực hiện việc chết được sao tại ban thực rục đâu được nông thòm chết trang của môi đó bao mà nu đại cả thằng đi về là nặng trang prắm chỉ cứ đừng rìa rìaมันเอาเยอะถึงต้องกระสอบบอลบางขนมจิตนั่นแหละเอาโยจังนะคนจังไรลีวัฒนะลูกเอ้ยคนบานคืนปีจำละอัมปีนี้เมียนเนี่ยขบาพรำขบาปรำปีขบาปรำบุญแต่บอกแวะบรอดบาดยืนกอดบ้านบนซ้อมมาปัจจุบันนี้คนบานยุ่นในเนี่ยจังนุกกรองกาบังให้ระบาดหลุดแต่มีมนุษย์ไอ้เล่กอดบอกสายโยกแต่ล้วนไอ้ละอระโหดคนก็จำพระธาแต่มนุษย์อ่อนนุ่มมันสนับมันเจือเด้จังคนเวียนตาอธิษฐานไอ้ก่อนบานสอบจองการบอกสายอย่างไรหน้าแต่ตอนมนุษย์โลกมวยหน้าหรือก่อนเนี่ยหน้ากระดาษเกมมันโยนเลยสายตรโยนอะไรใช่ไหมนั่นคนอย่างไรสัจจะทอคือเชี่ยอาวุธมวยนกกายกเนี่ยหรือการมันเปิดอย่างไรแต่มายืนยกกาปัดเติมbằng haiมนุษย์โลกน่ะhaiกีสตับแต่haiกีวิเพียวิเพียhaiเคยกาปัดนุ่มมันอาจกายปลายบานที่haiกีในใจมันเชื่อบ้านในทำมนุษย์ก็พวกที่ห่วงให้ได้อำนาจจิตสัตว์มันจำจังกี้พลายกีเนี่ยล้วนไอ้มันดังตะกี้กำปงสมได้หอยยิงสนับนั่นน่ะปีจับหอยยิงคล้ายเชี่ยวมนุษย์บอลสับมวยได้เลือกเพลิงสัจจ์กรบแต่เลือดจมือจังลายนั่งตรำเตอมันเตออเมริกาเอาถูกบวงสวงใส่ประเด็นขบาดชุกไฟนาตอนแต่เตียเต้ไอ้สควอลเตวดามันสควอลปรีไปใส่หน่อยจะบ้าเตวแวดละอคือไอ้คลาเตวแวดละอสำได้แต่เรื่องปูเตวดามันนี่ไอโซมันนี่ไอไซพิโคซังแต่งลายได้มีสลับจับจวนได้จีโกนเนี่ยบริสุทธิ์ด้วยรูปจังประหารที่เตะกรุบอ่างนู่นไอ้เกกำลังทำจีเตะแวะละอให้แต่เตะแวะละอให้วิตามินเตะแวะละอนะแต่ไอ้กับประเด็นแบบคำจมูกมนุษย์โลกนั่นเต้พอพวกเตะวันนั้นก็เลยจีเทวดาคือมีตบัดตุบอาหารตุบระบอบปราปราตุบอัดมีเทวดานามาคอยตบัดอนุรูปเทมีนได้ประเรื่องพูดปรีไปสายจระพองแทงพวงปนได้ตระการมอนเงาจุดควายหนึ่งการต่างวายแข่งไล่ใบใส่เปรตโปร่งไอ้น้องคือเจียต่างวายระบอบปุปรีปุไปสายไอ้เทวดานาตือมาตระการเรื่องจังๆการเทวดาคือมีตบัดตุบอาหารตุบระบอบปราปราตุบวิมีนรูปในบอกเกตกรันแต่จังบานไอ้นี่มันเลี้ยงกันน้องนี่ฮะเทวดาบางเทวดามันอาจารย์จังแมนที่คำกระสอบบนตังปีมนุษย์รอบเจียดตัวงอมบานตะการเจียดเทวดาเห็นไหมโดยงานคณะสันได้ปีเทวดาจังมันเชื่อทำเป็นเทวดาแต่เตียน
មិនជឿបើភ្នែកខ្លួនឯងមើលមិនឃើញបើខ្លួនឯងគ្រប់គ្នាដើរមិនទាន់ដល់សច្ចធម៌អត់កំបាំងទាំង8ខរបស់ចក្រវាឡផងនោះមិនជឿហើយតែទៅនឹងខ្លួនយើងមិនជឿយើងក៏មិនព្រមពំនិយសច្ចធម៌រកការពិតនោះទេលោកឲ្យបានប្រាប់ហើយថាគ្រប់ពាក្យគ្រប់សម្ដីដូចជាពាក្យទេវតាវាមិនមែនមានតែអក្សរទេវតាហើយគ្មានសភាវៈរូបឈរកាន់នោះទេឲ្យយល់ចេះដូចពាក្យមនុស្សអញ្ចឹងវាមិនអាចមានតែអក្សរមនុស្សហើយគ្មានរូបកាយមនុស្សជាតំណាងនៃពាក្យនោះទេនេះសំណាងអក្សរមនុស្សមានយើងជាមនុស្សគ្រប់គ្នាមើលឃើញភ្នែកជាតំណាងបើមើលមិនឃើញទេអត់ជឿមនុស្សនឹងទៀតថាមានទៀតដូចតែទេវតាអក្សរទេវតាហ្នឹងឯងឃើញទេនេះព្រលឹងខ្មោចព្រលឹងព្រាយចេះនៅបង្ហាញខ្លួនចូលសន្តិដ្ឋក្នុងរូបមនុស្សឲ្យភ្នែកយើងមើលឃើញផងបើអត់មានទៅទៀតអត់ជឿទៅទៀតចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គតែងតែព្រានប្រដៅមានពុទ្ធដីកាចំពោះសត្វផងទាំងឡាយឲ្យនាំគ្នាធ្វើដំណើរឲ្យដល់សច្ចធម៌អត់កំបាំងទាំង8ខហ្នឹងប្រឹងប្រែងសមាធិបណ្ដេញចេតសិកទាំងឡាយដែលមាននៅក្នុងខ្លួនហើយកូនខ្លះក៏មិនស្គាល់ចេតសិកមិនស្គាល់ចេតភូតទៅទៀតលោកឲ្យប្រាប់ម្ដងទៀតចេតភូតនេះគឺជាសភាវៈធម្មជាតិរបស់មនុស្សទាំង25រូបចេតភូតនឹងហើយគេហៅថាប្រលឹងជាកាយទី2របស់មនុស្សបន្ទាប់ពីកាយយើងមើលឃើញនេះទៅហ្នឹងអាចេតភូតនោះឯងជាកាយទី2ហើយមនុស្សគ្រប់គ្នាមើលឃើញកាយទី2ទៅតាមរយៈការយល់សពរបស់ខ្លួនដេកនោះដេកទៅយល់សពឃើញកាយទី2របស់ខ្លួនហ្នឹងដែលតំណាងឲ្យកាយពិតប្រាកដហ្នឹងដើរទៅត្នេះទៅតំណោះមានរឿងត្នេះតំណោះទៅជួបរឿងអីហ្នឹងហើយគេហៅថាចេតភូតកាយទី2ហើយចេតភូតហ្នឹងប្រែមកថាប្រលឹងហ្នឹងដែលចាស់បុរាណគេថាមនុស្សទាំងឡាយមានប្រលឹងតូច19ប្រលឹងធំ6ឃើញទេនោះហើយការចេតភូតនោះមានន័យថានៅក្នុងសម្បកកាយរបស់យើងម្នាក់មានធម្មជាតិចេតភូតហ្នឹងហើយធម្មជាតិចេតភូតហ្នឹងគឺមានរូបរបស់យើងហ្នឹងចំនួន25រូបក្នុង25រូបនោះគឺបែងចែកជាប្រលឹងតូចถึง19រូបប្រលឹងធំ6រូបឲ្យយល់ចឹងហើយក៏វាមានឈ្មោះវាមួយឈរកាន់នៅក្នុងតួអង្គនៃប្រលឹងនៃរូបកាយហ្នឹងគ្រប់រូបវាមិនមែនមានតែពាក្យទេឃើញទេនៅពេលណាដែលមនុស្សលោកណាម្នាក់ស្លាប់មុនអាយុចេតភូតដែលធ្លាប់មានកាយជាចម្រោកដូចផ្ទះនៅហ្នឹងនឹងត្រូវចាត់ចាយចេញមកក្រៅគេហៅថាចេតសិកឲ្យស្គាល់ច្បាស់ទេណាហើយយើងស្គាល់ចេតភូតស្គាល់ចេតសិកលើសុំមើលសំណួរសិនលោកតាប្រហែលថ្ងៃមុនចៅក៏បានឃើញគេកំពុងបញ្ចុះសពហើយចៅក៏បានធ្វើពិធីបញ្ជូនប្រលឹងជ្រោចទឹកបែរពីមុខទៅត្បូងទៅជើងពីត្បូងទៅជើងហ្នឹងហើយឧស្សាហ៍ធ្វើអញ្ចឹងទៅកូនដើម្បីជួយដល់ប្រលឹងទាំងឡាយដែលស្លាប់មុនអាយុទាំងអស់គេអាចស្គាល់ទិសស្គាល់តំបន់ស្គាល់ផ្លូវថាតើផ្លូវណាដែលប្រលឹងទាំងឡាយស្លាប់មុនអាយុហ្នឹងត្រូវធ្វើដំណើរទៅជំរះកាយដើម្បីមានឱកាសទៅចាប់បដិសន្ធិជាមនុស្សគ្រប់គ្នាឃើញទេអញ្ចឹងលោកឲ្យបានប្រាប់ឲ្យអំពីទិសទាំង8ហ្នឹងទិសណាដែលសម្រាប់ប្រលឹងទាំងឡាយស្លាប់មុនអាយុត្រូវធ្វើដំណើរទៅចាប់បដិសន្ធិទិសនោះក្នុងទិសទាំង8គឺទិសឧត្តរដែលជាទិសទ្វារទឹក
ទិសទ្វារទឹកទាំងឯងដែលជាទិសមួយសម្រាប់ប្រលឹងទាំងឡាយដែលស្លាប់មុនអាយុគ្រប់គ្នាត្រូវធ្វើដំណើរទៅជំរះកាយទៅជួបជាមួយនឹងស្ដេចប្រវេស្សវណ្ណដែលឈរកាន់នៅទិសឧត្តរនោះឯង